ការប៉ັດទៅសម្រាប់បញ្ហាសាច់ញាតិឡើងជូរនេះមិនថាតែខ្ញុំឬក៏បងប្អូនទេអ្នកដែលគាត់ធ្លាប់ធ្វើញាតិកិច្ចអត់ផុតតែម្ដងសម្រាប់បញ្ហាមួយនេះជួនកាលមិនថាតែយើងធ្វើញាតិទេតែប្រឡាក់សាច់ហាលហូបធម្មតានេះជួនកាលជូរហូបអត់កើតតែម្ដងហើយបើថាជូរផ្អកជូរអីហូបទៅឆ្ងាញ់អាជូរញាតិនេះមួយជួនកាលជូរទៅស្អុយបន្តិចជូរបន្តិចហូបអត់កើតតែម្ដងហើយបើសិនជាសួរខ្ញុំបងប្អូនថាធ្វើម៉េចកុំឲ្យសាច់ញាតិយើងជូរការឆ្លើយបានឆ្លើយទៅតាមបទពិសោធន៍បញ្ហាដែលយើងធ្លាប់ជួបយើងដោះស្រាយយើងរៀនបានណាគឺយើងប្រាប់បានប៉ុន្តែបើថាឲ្យចេះទាំងអស់ហ្មងចេះមិនអស់ទេបងប្អូនហើយការឆ្លើយខ្លះខ្ញុំដឹងហ្មងពេលដែលឆ្លើយប្រាប់ទៅជួនកាលបងប្អូនខ្លះក៏ថាទៀតវាមិនតែអាណាទៅបង្ហាញឆ្នាំងបាយយើងទាំងអស់អញ្ចឹងទេក៏ពិតគ្មានអីអាចកំបាំងទេបងប្អូនគិតថាអាចរៀនបានក៏រៀនបងប្អូនគិតថាខ្ញុំមិនឆ្លើយការពិតក៏មិនការពិតទៅសម្រាប់បញ្ហាដែលខ្ញុំរៀនបានពីសាច់ញាតិឡើងជូរនេះខ្ញុំបែងចែកជា3ទី1អំពីវាអាចមកពីកត្តាគ្រឿងទី2ដំណើរការនៃការធ្វើហើយទី3សំខាន់ជាងគេនោះហាលសម្ងួតហើយនឹងស្តុកទុកសម្រាប់បញ្ហាគ្រឿងនេះខ្ញុំរាប់ចាប់តាំងពីគ្រឿងផ្សំដែលខ្ញុំប្រើណាមានតាំងរំដេងម្ទេសស្ករត្នោតសុទ្ធសឹងតែជាកត្តាដែលអាចថាបដាលឲ្យជូររំដេងដែលខ្ញុំប្រើខ្ញុំកិនឲ្យម៉ត់ប៉ុន្តែខ្ញុំប្រើនេះគឺខ្ញុំប្រើរំដេងចាស់អត់ប្រើខ្ចីទេពេលតែខ្ចីយើងកិនឲ្យម៉ត់អញ្ចឹងទៅវាមានជាតិទឹកខ្ញុំបារម្ភខ្លាចវាជូរមកពីអាហ្នឹងដែរមួយទៀតតើតើស្ករត្នោតខ្មែររបស់យើងវាស្ករត្នោតធម្មជាតិវាឆ្ងាញ់ហើយបងប្អូនប៉ុន្តែជួនកាលកុំភ្លេចភ្លក់មើលផងចុងឆ្នាំអីទៅវាជូរឡើងពពុះឡើងយំអីទៅហ្នឹងជាបញ្ហាហើយមួយទៀតបើរឿងបងប្អូនប្រឡាក់ដាក់ម្ទេសនេះជួនកាលម្ទេសកិនទុកកិនអីម្ដេងដូចគ្នាកិនទុកជួនកាលវាអាចជូរបដាលប្អូនមកវាឆេញវាអាហ្នឹងដែរអញ្ចឹងកត្តាវាមានតែប៉ុណ្្នឹងខ្ញុំអត់និយាយរឿងការប្រើថ្នាំឬមិនប្រើថ្នាំអីទេខ្ញុំនិយាយតែពីបែបបត់បែបធម្មជាតិមកដល់កត្តាទី2នេះក៏សំខាន់ដែរគឺដំណើរការក្នុងការធ្វើដំណើរការធ្វើនេះខ្ញុំរាប់ចាប់តាំងពីការភ្លះកាត់កាប់ទៅភ្លះបងប្អូនដឹងហើយថាយើងភ្លះទៅតាមប្រភេទសាច់ទៅតាមការចង់បានរបស់ភ្ញៀវប៉ុន្តែភ្លះមិនស្រួលអាខាងក្នុងនេះជាពិសេសសវ៉ាមូលនេះខាងក្នុងអត់ដល់ទេអត់ដល់គ្រឿងតែម្ដងអញ្ចឹងភ្លះនេះក៏ត្រូវដឹងដែរថាយើងគួរតែធ្វើបែបណាហើយបើសិនជាភ្លះស្ដើងវាអត់សូវជាបញ្ហាទេបើថាភ្លះសវ៉ាមូលហ្នឹងគឺរឿងតែម្ដងជួនកាលអត់សូវមានថ្ងៃបើហាលថ្ងៃអត់មានថ្ងៃស្អុយនឹងក្នុងអាហ្នឹងគឺបញ្ហាប៉ុន្តែវាជាតម្រូវការរបស់ភ្ញៀវជួនកាលយើងកែអត់កើតទេព្រោះភ្ញៀវខ្លះគាត់ចង់បានបែបហ្នឹងតែបើសិនជាយើងធ្វើទៅតាមតម្រូវការរបស់ភ្ញៀវចំណុចមួយនេះអាចដោះស្រាយបានភ្លះមិនភ្លះតែសំខាន់គឺចំបាច់កន្លែងនេះឲ្យចូលគ្រឿងអ្នកម្ដាយរបស់ខ្ញុំគាត់ធ្វើងៀតហ្នឹងខ្ញុំធ្លាប់បង្ហាញម្ដងហើយគឺគាត់ចំបាច់បងប្អូនវីដេអូនេះធ្លាប់បង្ហាញបងប្អូនកាលពី2ឆ្នាំមុនចំបាច់តតែអស់ជាតិគ្រឿងហ្មងសាច់ឡើងទុនចូលគ្រឿងឡើងស្ងួតឡើងទុនសាច់តែម្ដងចឹងហើយគឺគ្រឿងវាចូលហើយបងបីជាយើងភ្លះបែបណាសាច់រៀងធំបន្តិចមែនប៉ុន្តែយើងច្បាច់វាចូលគ្រឿងចឹងវាចូលសពគ្រឿងដល់ក្នុងទៅវាជាកត្តាមួយដែរហើយសម្រាប់ការច្បាច់អីហ្នឹងអាហ្នឹងជារឿងមួយហើយប៉ុន្តែនៅពេលដែលយើងផ្អាប់គ្រឿងនេះគឺប្រឡាក់គ្រឿងគឺយើងផ្អាប់ទុកមួយថ្ងៃហើយខ្ញុំផ្អាប់ទុកមួយថ្ងៃហ្នឹងគឺខ្ញុំដាក់ក្នុងទូទឹកកកបងប្អូនត្រជាក់ទៅដល់ដែរខ្ញុំផ្អាប់ទុក24ម៉ោងទៀតបានខ្ញុំយកមកហាលអញ្ចឹងព្រលឹមឡើងគឺយើងបានយកមកហាលអញ្ចឹងគឺបងប្អូនមើលសាច់ឲ្យចូលគ្រឿងល្អខ្លាំងមែនតើឡើងទុនអញ្ចឹងសាច់ក្រាស់ស្ដើងអាស្រ័យទៅលើការច្បាច់របស់យើងអាហ្នឹងទៅតាមតម្រូវការរបស់ភ្ញៀវណាចំពោះ